สุดท้ายบางคนต่างគ្នាថ្ងៃនេះខ្ញុំមានអារម្មណ៍ថារំភើបចិត្តហើយសប្បាយចិត្តខ្លាំងមែនតើដោយសារថ្ងៃនេះគឺជាថ្ងៃទិវាពលកម្មអន្តរជាតិហើយថ្ងៃនេះយើងធីមក្រុមការងារគឺបានសៀលលុយគ្នាបន្តិចបន្តួចធ្វើជាសប្បុរសធម៌មានជានំប៉័ងជាមួយនឹងទឹកសុទ្ធថ្ងៃនេះចង់សួរចំណាប់អារម្មណ៍បាទគ្នាយើងបន្តិចអារម្មណ៍បែបបាច់ដែរថ្ងៃនេះចាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើចែករំលែកក្តីស្រឡាញ់មួយក្រុមការងារអូខេចាសម្រាប់ខ្ញុំក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដែរព្រោះដោយសារថ្ងៃនេះគឺជាថ្ងៃទិវានៃទិវាពលកម្មអន្តរជាតិអញ្ចឹងណានិយាយទៅទឹកចិត្តបាទហើយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើបាទសុំសួរចំណាប់អារម្មណ៍បន្តិចសប្បាយរីករាយក្នុងការចែករំលែកក្តីស្រឡាញ់ទៅឲ្យពួកគាត់ចាអូខេបាទស៊ីណេរំភើបចិត្តតែប៉ុណ្្នឹងហ៎រំភើបចិត្តដែលបានចូលរួមចំណែកធ្វើបុណ្យជាមួយក្រុមការងារអូខេបាទបងឡៃសម្រាប់ខ្ញុំក៏រំភើបចិត្តដែរដែលតែបានចែកក្តីស្រឡាញ់ទៅជូនពួកគាត់ចា៎បាទសុខជានិយាយរួមទៅខ្ញុំក៏សប្បាយចិត្តដូចគ្នាព្រោះយើងមានទឹកចិត្តបន្តិចបន្តួចជូនទៅដល់បងដែលគាត់ខំធ្វើការទាំងយប់ទាំងថ្ងៃបាទជួយបើកមែននេះមានទឹកសុទ្ធតិចបាទគឺទឹកសុទ្ធកម្ពុជាទៀតបាទជើងការចំណាប់អារម្មណ៍គឺរំភើបចិត្តខ្លាំងមែនតើបាទបាទឥឡូវសួរខាងកាមេរ៉ាមែនមួយទៀតចំណាប់អារម្មណ៍មិនដែរសប្បាយចិត្តដែលបានចែកម្លែកហ្នឹងហើយអូខេបាទអញ្ចឹងនេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចដែលយើង share គ្នាដើម្បីចែករំលែកទៅបាទក្រុមការងារដែលគាត់សាងសង់ផ្ទះនៅក្នុងគម្រោង Amazinary អញ្ចឹងតិចទៀតយើងនឹងធ្វើការផ្ដល់ជូនបាទជាមួយនំប៉័ងញ៉ាំ free ជាមួយនឹងទឹកសុទ្ធត្រជាក់ដែលយើងបានត្រៀមរៀបចំជាមួយនឹងក្រុមការងារនេះបងប្អូនទាំងអស់គ្នាគឺក្រុមការងារបាទនេះហើយគឺជាទស្សនវិជ្ជាដែលយើងកំពុងតែដំណើរការសាងសង់ផ្ទះគំរូថ្មីបងប្អូនទាំងអស់គ្នាបាទហើយនេះសិទ្ធិផ្ទះគំរូរបស់យើងបងប្អូនទាំងអស់គ្នាបាទហើយបន្តិចទៀតចុងម៉ោងគឺដល់ម៉ោងដែលគាត់សម្រាប់យើងនឹងប្រកាសខ្ញុំต้องទឹកសុទ្ធទេបងអត់ទៅបងអូខេបងប្អូននេះគឺជានំប៉័ងខ្ញុំต้อง